ម្នាក់កំតិចចោលតែម្ដងនេះហើយគឺជាការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកម្រោបាទតកឃ្លឿនមិនខ្លាចច្បាប់អន្តរជាតិទេឲ្យមិនមែនសង្គ្រាមរវាងព្រំដែនកម្ពុជាថៃទេបងប្អូនបាទកុំច្រឡំនេះគឺជាសង្គ្រាមដែលថៃឈ្លានពានមកលើទឹកដីរបស់កម្ពុជាយើងយ៉ាងតកឃ្លឿនសូម្បីតែយន្តហោះ F16 របស់ថៃហ្នឹងក៏ទិញពីអាមេរិកយើងមើលទាំងអស់គ្នាមើលថាតើអាមេរិកមានបានបិទកូដយន្តហោះ F16 នេះដែរទេបើសិនជាអាមេរិកបិទមែនមិនមែនថៃមកទម្លាក់មកដល់ថៃហ្នឹងទេបាទវាហើយទោះយ៉ាងណាយើងមិនភ្លេចពីបងកងទ័ពវីរៈកងទ័ពរបស់យើងដែលគាត់ឈរជើងគ្រប់តំបន់គ្រប់ទិសទាំងអស់គាត់ឈរការពារយ៉ាងរឹងមាំយ៉ាងម៉ឺងម៉ាត់បាទការពារទឹកដីមិនឲ្យចោលសត្រូវឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់ខ្មែរបងប្អូនត្រូវដឹងថាសង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃគឺខុសពីសង្គ្រាមឈ្លានពានមកលើទឹកដីរបស់កម្ពុជាយើងដូចជានៅរាល់ថ្ងៃនេះគឺថៃមិនមែនសង្គ្រាមរវាងព្រំដែនជាមួយនឹងកម្ពុជាថៃទេគឺសង្គ្រាមឈ្លានពានទឹកដីយើងមើលនៅក្នុងវីដេអូនេះគឺតែហ៊ានថៃវាបានរុកលុយចូលក្នុងទឹកដីកម្ពុជាយើងបាទវាចង់បានតំបន់ណាដែលវាទៅឈរជើងបានវាកាន់កាប់យកបងប្អូនបាទនឹងហើយគឺជាសង្គ្រាមឈ្លានពានទឹកដីមិនមែនសង្គ្រាមការពារបូរណភាពទឹកដីទេបាទហើយវាទៅប្រាប់អន្តរជាតិថាវានឹងធ្វើនឹងគឺធ្វើការពារដែនដីអធិបតេយ្យភាពរបស់វាបាទវាបានទៅប្រាប់អន្តរជាតិថាអញ្ចឹងហើយបងប្អូនប្រតិឆ្ងល់មួយទៀតថា S16 របស់អាមេរិកដែលថៃវាទិញពីអាមេរិកមកនេះហើយអាមេរិកបានបិទកូដហេតុអ្វីបានជា S16 របស់ថៃនៅតែទម្លាក់គ្រាប់មកលើទឹកដីរបស់កម្ពុជាទៀតបានបងប្អូនដឹងថាអាមេរិកមិនបានបិទកូដទេបាទហើយព័ត៌មានខ្លះថាអាមេរិកបានបិទកូដយន្តហោះ S16 របស់ថៃនេះហើយប៉ុន្តែជាក់ស្ដែងគឺមកដល់ថ្ងៃនេះហើយយន្តហោះ S16 របស់ថៃនៅតែទម្លាក់គ្រាប់មកលើដែនដីរបស់កម្ពុជាយើងកំតិចអាគារខ្ពស់កាស៊ីណូស្របច្បាប់របស់កម្ពុជាវាទម្លាក់កំតិចចោលតែម្ដងនេះហើយគឺជាការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកម្រោបាទតកឃ្លឿនមិនខ្លាចច្បាប់អន្តរជាតិទេឲ្យមិនមែនសង្គ្រាមរវាងព្រំដែនកម្ពុជាថៃទេបងប្អូនបាទកុំច្រឡំនេះគឺជាសង្គ្រាមដែលថៃឈ្លានពានមកលើទឹកដីរបស់កម្ពុជាយើងយ៉ាងតកឃ្លឿនបាទយើងត្រូវដឹងទាំងអស់គ្នាអញ្ចឹងហើយសូមបងប្អូនប្រជាជនខ្មែរទាំងអស់យើងរួមសាមគ្គីគ្នាដើម្បីប្រទេសជាតិយើងទាំងមូលបាទដល់ដំណាក់កាលនេះហើយខ្លួនទីពឹងខ្លួនណាបងប្អូនបាទអន្តរជាតិគេបានត្រឹមតែចេញសារឬបានត្រឹមតែថ្កោលទោសទេប៉ុន្តែអ្នកដែលរងទុក្ខពិបាកគឺជាប្រជាជនកម្ពុជាយើងទាំងមូលបាទនៅក្នុងប្រទេសយើងបាទនេះហើយការឈ្លានពានពីសំណាក់ប្រទេសសៀមជាប្រទេសដែលឈ្លានពានមកលើដែនដីរបស់កម្ពុជាយើងហើយបងប្អូនវាឆ្លើយប្រាប់សារព័ត៌មាននៅក្នុងស្រុកវាថាការទម្លាក់គ្រាប់ពី S16 នេះគឺកំតិចគេហៅថាក្រុមអ ுக ្រិតកម្មនៅក្នុងប្រទេសកម្ពុជាយើងបាទវាថាអញ្ចឹងវាទៅប្រាប់សារព័ត៌មាននៅក្នុងស្រុកវាហើយសារព័ត៌មាននៅស្រុកវានេះផ្សាយទៅសរប្រទេសទៀតបាទបរទេសគេបានយកទៅផ្សាយថាថៃបានធ្វើការទម្លាក់គ្រាប់ពី S16 របស់ថៃហ្នឹងគឺកំតិចបាទកំតិចក្រុមអ ுக ្រិតកម្មនៅក្នុងប្រទេសកម្ពុជាបាទហេតុអីបានវាឆ្លើយប្រាប់អន្តរជាតិថាអញ្ចឹងគឺវាចង់លាបពណ៌មកខាងកម្ពុជាថាកម្ពុជានឹងសម្បូរទៅដោយក្រុមអ ுக ្រិតកម្មនៅក្នុងប្រទេសបាទប្រាប់អន្តរជាតិថាដោយសារកម្ពុជាមានក្រុមអ ுக ្រិតកម្មច្រើននៅក្នុងប្រទេសកម្ពុជាអញ្ចឹងហើយបានវាធ្វើការទម្លាក់គ្រាប់ពី S16 នេះបាទអញ្ចឹងអន្តរជាតិគេអាចនឹងជឿវាបងប្អូនបាទហើយការឈ្លានពាននេះគឺវាឈ្លានពានមកលើទឹកដីរបស់កម្ពុជាយើងយ៉ាងក៏ឃ្លឿនហើយយ៉ាងមិនក្រែងច្បាប់អន្តរជាតិទេបាទយើងដឹងស្រាប់ហើយថាវាតែងតែបង្កចំនួនជាមួយនឹងយើងដើម្បីទោសអាវុធជាមួយនឹងយើងអញ្ចឹងយើងមានតែយើងទេឥឡូវនេះមានតែគ្មានបរទេសណាដែលគេមកជួយយើងក្រៅពីយើងជួយខ្លួនឯងទេបងប្អូនបាទអញ្ចឹងហើយយើងបងប្អូនប្រជាជនខ្មែរទាំងអស់សូមបងប្អូនអរគ្នារួបរวมគ្នាសាមគ្គីគ្នាជាធ្លុងមួយបាទដើម្បីប្រទេសជាតិយើងដល់ដំណាក់កាលនេះបងប្អូនសំបីតែអាមេរិកក៏មិនអាចធ្វើអ្វីថៃបានដែរសំបីតែយន្តហោះ F16 របស់ថៃហ្នឹងក៏ទិញពីអាមេរិកយើងមើលទាំងអស់គ្នាមើលថាតើអាមេរិកមានបានបិទកូដយន្តហោះ F16 នេះដែរទេបើសិនជាអាមេរិកបិទមែនមិនមែនថៃមកទម្លាក់មកដល់ថៃហ្នឹងទេបាទវាទម្លាក់គ្រប់សឹងរាល់ថ្ងៃហ្មងសង្គ្រាមវាយគ្នាប្រហែលថ្ងៃនេះចាប់ពីថ្ងៃទី7មកដល់ថ្ងៃទី22នេះយើងមានគិតថាមានរយៈពេលប្រហែលថ្ងៃហើយដែលថៃវាយកយន្តហោះយកមកទម្លាក់នៅក្នុងទឹកដីរបស់ខ្មែរយើងបាទអញ្ចឹងគឺថាអាមេរិកមិនអាចធ្វើអ្វីថៃបានទេសូម្បីតែថៃក៏មិនខ្លាចអាមេរិកដែរបាទហើយអាមេរិកអាងអីចេញដាក់ទណ្ឌកម្មឬក៏ដាក់សម្ពាធលើសេដ្ឋកិច្ចបាទដាក់ពន្ធគយបាទទៅថៃវាថាវាអត់ខ្វល់ហ្នឹងវាថាវាលែងខ្វល់វាដឹងម្យ៉ាងគឺចង់វាយយើងដណ្ដើមទឹកដីពីយើងបាទវាចង់ឈ្លានពានទឹកដីរបស់យើងទៅបាទយកតំបន់ណាដែលអាចថាយកនឹងទៅកាន់កាប់បានណាហើយទោះយ៉ាងណាយើងមិនភ្លេចពីបងកងទ័ពវីរៈកងទ័ពរបស់យើងដែលគាត់ឈរជើងគ្រប់តំបន់គ្រប់ទិសទាំងអស់គាត់ឈរការពារយ៉ាងរឹងមាំយ៉ាងម៉ឺងម៉ាត់បាទការពារទឹកដីមិនឲ្យចោលសត្រូវឈ្លានពានមក
លើដែនដីអធិបតេយ្យភាពរបស់ខ្មែរយើងទេបាទពួកគាត់ការពារទាំងយប់ទាំងថ្ងៃដូរវេនគ្នាជួនកាលអាចោលសៀមនោះក៏ចោលជាពីទឹកដីនេះវាវាយពេលយប់ជួនកាលវាវាយពេលថ្ងៃជួនកាលវាវាយពេលព្រឹកអញ្ចឹងបងប្អូនបាទដូចឥឡូវនេះអញ្ចឹងគ្រប់តំបន់ទាំងអស់កំពុងតែក្តៅកគុកក្តៅខ្លាំងជាងគេគឺតំបន់ព្រះវិហារនិងឧត្តមមានជ័យបាទនៅបឹងតគួនហើយនឹងប្រជ័ននិងជោគជ័យពុំជោគជ័យឥឡូវហ្នឹងបងប្អូនហើយប៉ោយប៉ែតក៏ផ្លោងចូលក្នុងក្រុងដែរបងប្អូនបាទឥឡូវហ្នឹងថ្ងៃហ្នឹងវាចំនឹងថ្ងៃរដ្ឋមន្ត្រីការបរទេសគេប្រជុំទៀតនៅក្នុងប្រទេសម៉ាឡេស៊ីនេះបាទប៉ុន្តែថៃវាមិនខ្លាចការប្រជុំអីទេគឺវានៅតែបំពេញនៅតែក៏ឃ្លឿនបាទមិនខ្លាចច្បាប់អន្តរជាតិហើយក៏មិនខ្លាចប្រទេសណាដែរដែលដាក់សម្ពាធលើវាដែរឥឡូវហ្នឹងបងប្អូនបាទអញ្ចឹងហើយបងប្អូនថៃវាមិនមែនគិតថានេះគឺការចំនួនព្រំដែនទេគឺការឈ្លានពានលើទឹកដីរបស់ខ្មែរយើងយ៉ាងច្បាស់ក្រឡែតយ៉ាងច្បាស់ហើយយើងចាំមើលថាថៃវាស្ដាប់បរទេសដែរទេវាមិនស្ដាប់ទេបាទវាមិនស្ដាប់ទេអញ្ចឹងបងប្អូនអញ្ចឹងនៅក្នុងពេលនេះម៉ោងនេះយើងមានតែរួបរวมគ្នាទេដូចខ្ញុំនិយាយអញ្ចឹងខ្មែរជួយខ្មែរបាទខ្មែរទីពឹងខ្លួនបាទហ្នឹងហើយយើងដឹងស្រាប់ថាឥឡូវយើងលើកឧទាហរណ៍ឲ្យបងប្អូនមួយចុះផ្ទះអ្នកមានហើយនៅផ្ទះអ្នកក្រឆ្លោះគ្នានៅចិត្តគ្នាបាទគេថាហៅប៉ូលីសមកអ្នកមានហៅមានគេមានលុយបាទគេហៅមេធាវីហៅប៉ូលីសអញ្ចឹងទៅហើយអ្នកក្រគ្នាមានលុយមានកាក់ណាទៅហៅជួប៉ូលីសជួមេធាវីមកជួយបាទឆ្លោះគ្នារឿងជំរុំបន្ទល់ដីជាមួយគ្នាហ្នឹងបាទអ្នកមានគេមានអំណាចគេមានលុយបាទគេអាចឲ្យលុយទៅខាងមេធាវីទៅខាងប៉ូលីសបាទតុលាការអញ្ចឹងទៅបាទដើម្បីឲ្យឈ្នះក្តីមួយហ្នឹងហើយគេថាអ្នកមានលុយមានអំណាចហ្នឹងបាទគេចង់ឲ្យយើងនៅក្រោមគេបាទសាច់តែចិត្តរបស់គេហ្នឹងអញ្ចឹងវាដូចជាយើងអញ្ចឹងប្រទេសយើងវាទូជាងប្រទេសវាបាទហើយប្រទេសវាព័ត៌មានប្រទេសវាគឺផ្សាយពេញពិភពលោកខ្ញុំឆ្ងល់ថាហេតុអ្វីបានជាព័ត៌មានដែលយើងផ្សាយក្នុងប្រទេសយើងមិនអាចទៅដល់ក្នុងក្រៅប្រទេសបានចុះហេតុអីបានថៃវាផ្សាយព័ត៌មានបំភ្លៃបំភ្លឺពីការពិតហេតុអីបានជាប្រទេសផ្សេងគេយកព័ត៌មានពីខាងវាទៅចុះផ្សាយដូចខ្ញុំនិយាយមុនអញ្ចឹងគឺថៃវាបានចុះផ្សាយថាការទម្លាក់ S16 នេះគឺកំចាត់ក្រុមអ ுக ្រិតកម្មទេមិនមែនការឈ្លានពានទេបាទនេះគឺជាយកលេសមូលហេតុហ្នឹងឯងបងប្អូនអញ្ចឹងមូលហេតុរបស់វាហ្នឹងគឺវាទៅបំភ្លឺបំភ្លៃការពិតទាំងអស់ទាំងស្រុងបាទអញ្ចឹងព័ត៌មានក្នុងស្រុកយើងគឺវាអត់ទូលំទូលាយទេបាទបងប្អូនគ្នាអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នេះបងប្អូនអរគុណច្រើនហើយកុំភ្លេចជួយចុច share វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន